Bà sơ đây nè là hai ngõ này còn mà chụp niềm đau tiết chỉ một người riêng trên tiền nè project từ căn than xua rồi đời cao thì đập pí hiện thì 7 bạch chẳng có mà khai về review của dương cho từ đập sạch ở riêng chia bẩn to tại một đòn chua phun tiếng mùl ban thẹn cho từ khung sập hiệp ngọc ngặt dạng chậm lái nông khả p đây mà nông cướp khné ban sầm lăng mơ từ căn snam pre avocado đã nơi lơ mê cầm pông tại bất đòi duyệt nụ nè khang chỉ ra nó bọc cruza tracol cu cứ sốt tại miền tây mục sở áp bà tụi bay chỉ cruza tracol cu mình trai ban cầm tích đời cruza tracol hun đôi chỉ cruza tracol linh hai nè cruza bồ ran đỏ tây tiết còn đói còn tạiពួកគេគឺបានបាត់បង់នៅគុជបុរាណបាត់ទៅហើយបាននិយាយចំទៅលើកនេះគ្រួសារត្រកូលគូគឺពិតជាបានខាតបង់ដ៏ធំមួយមែនថាមពលពន្លឺដែលបានជះទៅលើជួរភ្នំគឺបានរលាយបាត់ទៅដោយយឺតហើយនៅទីបំផុតវាក៏បានបាត់ទៅទាំងស្រុងតែម្ដងសំណាងហើយដែលវាមានភាពរឹងមាំយ៉ាងខ្លាំងនោះបើមិនអញ្ចឹងទេជួរភ្នំទាំងមូលប្រកាសជាត្រូវផ្ទុះខ្ទេចទៅជាធូលីដីនៅក្នុងសមរភូមិនេះយ៉ាងពិតប្រាកដកណ្ដាប់ដៃរបស់សៀវយានត្រូវបានក្តាប់យ៉ាងណែនក្រោយពេលដែលគេមើលឃើញនៅរបាំងពន្លឺដែលបានរលាយបាត់ទៅនោះគ្រួសារត្រកូលហ៊ុនគឺពិតជាមានផែនការចង់ប្រើឪពុករបស់គេដើម្បីធ្វើការផ្លាស់ប្ដូរយកគុជបុរាណពីគេមែនកន្លះខែទៀតសៀវយានបានខំសង្កត់បបោមាត់របស់ខ្លួនឯងយ៉ាងខ្លាំងមុនពេលដែលមានភាពរងាញាក់បានបង្ហាញចេញតាមរយៈកែវភ្នែករបស់គេទឹកមុខរបស់គូយួនគឺស្រអាប់ក្នុងខណៈពេលគេមើលទៅកាន់ស្នាមប្រេះដែលបានបាត់ទៅនៅខាងលើមេឃនោះគេមិនបាននិយាយអ្វីឡើយព្រឹទ្ធាចារ្យអមតៈទាំង3នាក់របស់គ្រួសារត្រកូលគូដែលនៅខាងក្រោយខ្នងរបស់គេនោះក៏បានដកដង្ហើមយ៉ាងវែងផងដែរគ្រួសារត្រកូលហ៊ុនគឺពិតជាបានលាក់បាំងនៅធម៌ពលរបស់ពួកគេនៅក្នុងកំឡុងពេលប្រមាណឆ្នាំមកនេះមែនតើនរណាទៅរំពឹងទុកថាអណ្ដាតភ្លើងលេបស្រមោលដែលទើបតែបានព្យាបាលពីរបួសជាសះស្បើយទាំងស្រុងដែលទើបតែបានព្យាបាលពីរបួសជាសះស្បើយនោះបែរជាអាចមានធម៌ពលកម្រិតមហាទេពប្រយុទ្ធផ្កាយ9បែបនេះបើសិនជាមិនមានការរួមដៃជួយពីសំណាក់លីយីងហើយនឹងយានជីននោះទេមើលទៅសមរភូមិមួយនោះប្រកាសជាត្រូវផ្ទុះធំជាមិនខានក្រោយពេលដែលគ្រួសារត្រកូលហ៊ុនបានបាត់ខ្លួនទៅហើយនោះចិញ្ចើមដែលស្ថិតនៅលើម្រាមដៃសំទោសចិញ្ចៀនដែលស្ថិតនៅលើម្រាមដៃរបស់លីយីងហើយនឹងយានជីនក៏ស្រាប់តែមានការប្រែប្រួលនៃធម៌ពលបានកើតមានឡើងក្នុងគណៈពេលដែលពួកគេកំពុងតែឈរនៅម្ខាងទៀតការប្រែប្រួលនៃធម៌ពលវិញ្ញាណនោះគឺបានបង្កប់ទៅដោយដំណឹងដែលបានបញ្ជូនមកទៅក្នុងចិត្តរបស់ពួកគេទឹកមុខរបស់ពួកគេបានប្រែទៅជាស្រអាប់ហើយនឹងខ្មៅងងឹតក្នុងគណៈពេលដែលពួកគេមានអារម្មណ៍ទទួលដឹងពីដំណឹងមួយនេះគុជបុរាណរបស់គ្រួសារត្រកូលលីបានបាត់ទៅហើយគ្រួសារត្រកូលយានក៏អញ្ចឹងដែរផ្ទៃមុខរបស់ព្រឹទ្ធាចារ្យអមតៈទាំង3របស់គ្រួសារត្រកូលគូគឺបានញាក់ដោយមិនដឹងខ្លួនក្រោយពេលដែលពួកគេបានស្ដាប់ឮនៅពាក្យសម្ដីទាំងអស់នេះមានក្តីរន្ធត់បានកើតមានឡើងនៅក្នុងកែវភ្នែករបស់ពួកគេទៀតផងហ៊ុនធានទីគឺពិតជាបាននិយាយការពិតពួកគេពិតជាបានធ្វើការវាយប្រហារទៅលើគ្រួសារត្រកូលយានហើយនិងគ្រួសារត្រកូលលីនៅពេលដែលពួកគេបានកំពុងតែធ្វើការវាយប្រហារមកលើគ្រួសារត្រកូលគូមែនគុជបុរាណនៃគ្រួសារទាំងពីរគឺបានរក្សាទុកនៅទីកន្លែងដែលមានការការពារដ៏តឹងរឹងបំផុតគ្រួសារត្រកូលហ៊ុនគឺបានធ្វើការវាយប្រហារខ្នាតធំមកលើគ្រួសារត្រកូលគូទៅហើយប៉ុន្តែហេតុអ្វីបានជាពួកគេមានកម្លាំងដើម្បីបំបីគ្នាទៅធ្វើការវាយប្រហារទៀតគូតៅបានហាមាត់និយាយដោយមិនដឹងខ្លួនបើតាមដំណឹងដែលខ្ញុំទទួលបានក្នុងគ្រួសាររបស់ពួកយើងក៏មានព្រឹទ្ធាចារ្យម្នាក់ដែលបានក្បត់ផងដែរគេបានលួចយកនៅគុជបុរាណមុនពេលដែលគេបានរត់គេចខ្លួនបាត់ទៅលើពីនឹកទៅទៀតថែមទាំងមានអ្នកខ្លាំងរបស់គ្រួសារត្រកូលហ៊ុនមកចាំទទួលយកគេទៀតផងទឹកមុខរបស់លីយីងគឺមានការខឹងសម្បាដល់ពួកឲ្យខ្លាចគេពិតជាមិនរំពឹងទុកថានឹងមានហេតុការណ៍កើតឡើងភ្លាមបែបនេះសោះនៅក្នុងគ្រួសារត្រកូលលីពួកយើងសុទ្ធតែបានមើលស្រាលទៅលើគ្រួសារត្រកូលហ៊ុនយានជីនបាននិយាយដោយយឺតថាមពលដែលគ្រួសារត្រកូលហ៊ុនបានបញ្ចេញមកគឺពិតជាបានធ្វើឲ្យគេមានអារម្មណ៍គ្រុតគ្រៀតបន្តិចមែនពួកយើងនឹងធ្វើការពិភាក្សាគ្នានៅឯក្នុងសាលធំដោយសារតែរឿងនេះបានរីកធំដល់ថ្នាក់នេះទៅហើយពួកយើងគ្មានផ្លូវដែលនឹងត្រូវដកថយទេបើតាមវិធីរបស់គ្រួសារត្រកូលហ៊ុនពួកគេច្បាស់ជាមិនឲ្យពួកយើងនៅរស់ដោយស្រួលឡើយទឹកមុខរបស់គូយួនបានប្រែទៅជាស្ងប់បន្តិចគេបានក្រវាសដៃឡើងមុនពេលដែលគេបានបញ្ជាឲ្យគូទៅចាត់ចែងនៅស្ថានភាពឲ្យបានស្រួលឡើងវិញបន្ទាប់មកគេក៏បានបង្វែរខ្លួនហើយបំលាស់ទីទៅកាន់សាលធំបាត់ទៅ
សំឡេងរបស់គេក៏ត្រូវបានបញ្ជូនមកនៅពេលដែលគេបានទៅដល់សាលធំហើយនោះសៀវយិនក្មួយក៏គួរតែចូលដែរមកសៀវយិនបានព្យាយាមតាំងអារម្មណ៍របស់ខ្លួនឯងនៅក្នុងខណៈពេលដែលគេសម្លឹងមើលទៅកាន់អ្នកដទៃទៀតដែលកំពុងតែចូលទៅក្នុងសាលធំម្នាក់ម្ដងនោះគេបានប្រញាប់បំលាស់ទីទៅតាមពីក្រោយឃើញដូចនោះស៊ុនអឺគឺមានការស្ទាក់ស្ទើរបន្តិចមុនពេលដែលនាងបានទៅតាមពីក្រោយរូបគេដែរមនុស្សគ្រប់គ្នាគឺសុទ្ធតែមានអារម្មណ៍ស្ងប់ស្ងាត់ក្នុងខណៈពេលដែលពួកគេសម្លឹងមើលទៅកាន់រូបភាពមួយនេះពួកគេសុទ្ធតែមានអារម្មណ៍ដឹងបានថាថ្ងៃដែលពោពេញទៅដោយសុខសន្តិភាពគឺចិត្តនឹងរលាយបាត់ទៅហើយមនុស្សទាំងអស់បានអង្គុយនៅលើកៅអីរៀងៗខ្លួននៅខាងក្នុងសាលធំទោះបីជាយ៉ាងណាក៏ដោយបរិយាកាសនៅតែមានភាពតានតឹងព្រោះតែហេតុការណ៍ដែលបានកើតឡើងនាពេលមុននេះអ្នកទាំងអស់គ្នាពួកយើងមិនចាំបាច់និយាយពាក្យដែលគួរសមអ្វីទៀតទេនៅក្នុងពេលនេះអ្នកទាំងអស់គ្នាគឺសុទ្ធតែបានដឹងយ៉ាងច្បាស់ពីវិធីរបស់គ្រួសារត្រកូលហ៊ុនខ្ញុំមិនដែលប្រមាថទៅលើគ្រួសារត្រកូលហ៊ុននោះទេតាំងពីមុនមកម្លេះប៉ុន្តែខ្ញុំក៏មិនដែលយល់ច្បាស់ពីពួកគេដែរនេះហើយគឺជារឿងដ៏គួរឲ្យខ្លាចបំផុតរបស់គ្រួសារត្រកូលហ៊ុននោះគូយួនបានដកដង្ហើមធំក្នុងខណៈពេលដែលគេសម្លឹងមើលទៅកាន់សាលធំដែលកំពុងតែមានភាពតានតឹងនោះគេបានក្រវីក្បាលហើយនិយាយបន្តទៀតថាហ៊ុនធានទីប្រហែលជានិយាយត្រូវបើសិនជាខ្ញុំរឹងមាំជាងនេះតែបន្តិចនៅពេលដែលគ្រួសារត្រកូលសៀវហើយនិងគ្រួសារត្រកូលហ៊ុនកំពុងតែធ្លាក់នៅក្នុងសមរភូមិដ៏ធំនោះស្ថានភាពច្បាស់ជាមិនដូចពេលនេះទេសៀវយៀនគឺបានរក្សាភាពស្ងប់ស្ងាត់គេពិតជាមិនបានយល់ពីហេតុការណ៍ដែលបានកើតឡើងនៅពេលនោះឡើយហើយដូច្នេះទើបគេមិនអាចនិយាយអ្វីបាននោះទេគ្រួសារបុរាណទាំង8គឺមិនសូវជាមានភាពស្អិតរមួតតាំងពីដំបូងមកម្លេះរវាងពួកគេគឺតែងតែមានការប៉ះទង្គិចគ្នាជាប្រចាំហេតុដូច្នេះហើយគ្មាននរណាម្នាក់មានសិទ្ធិដើម្បីបន្ទោសភាគីមួយណាដែលមិនបានលូកដៃជួយនៅក្នុងការប៉ះទង្គិចគ្នារវាងភាគីម្ខាងទៀតនោះទេលើពីនោះទៅទៀតពួកគេគឺកំពុងតែចាប់ផ្ដើមលក់រសជាតិផលិតផលនៃការបាត់ទៅរបស់គ្រួសារត្រកូលសៀវហើយពេលនេះមើលទៅសូម្បីតែគ្រួសារត្រកូលគូក៏មិនអាចមានធម៌ពលព្រៀបផ្ទឹមជាមួយគ្រួសារត្រកូលហ៊ុនបានដែរបច្ចុប្បន្ននេះគ្មានក្រុមណាមួយនៅក្នុងទ្វីបកម្លាំងធាតុទាំងមូលអាចប្រយុទ្ធជាមួយនឹងគ្រួសារត្រកូលហ៊ុនបានតែឯងនោះទេសូម្បីតែគ្រួសារត្រកូលគូក៏មិនអាចដែរពិតហើយថាបើទោះបីជាគ្រួសារត្រកូលហ៊ុនរបស់ខ្ញុំសំទោសពិតហើយថាបើទោះបីជាគ្រួសារត្រកូលគូរបស់ខ្ញុំត្រូវបានកំទេចទាំងស្រុងក៏ដោយប៉ុន្តែគ្រួសារត្រកូលហ៊ុនក៏ប្រកាសជាត្រូវចំណាយនៅដើមទុនដ៏ធំជាមិនខានដើម្បីធ្វើដូចនោះទឹកមុខរបស់គូយួនគឺមានសភាពក្រោតក្រៀតក្នុងគណៈពេលដែលគេនិយាយសមរភូមិដ៏ធំនៅក្នុងថ្ងៃនេះគឺអាចចាត់ទុកបានថាជាការប៉ះទង្គិចគ្នារវាងគ្រួសារទាំងពីរជាលើកដំបូងបើទោះបីជាកងទ័ពរបស់គ្រួសារត្រកូលហ៊ុនមិនបានបង្ហាញខ្លួនឡើងក៏ដោយប៉ុន្តែពួកគេនៅតែបានបញ្ចេញនូវការវាយប្រហារតាមរយៈស្នាមប្រេះអវកាសដដែលទោះបីជាយ៉ាងណាក៏ដោយមនុស្សដែលពិបាកនឹងចាត់ការបំផុតគឺជាហ៊ុនធានទីហើយនឹងអណ្ដាតភ្លើងលេបស្រមោលភាគីម្ខាងទៀតគឺធ្លាប់រងរបួសយ៉ាងធ្ងន់ដោយសារតែរូបគេកាលពីពេលមុនគ្មាននរណាម្នាក់ធ្លាប់ស្រមៃឃើញថាគេមិនត្រឹមតែបានជាសះស្បើយទាំងស្រុងនោះទេគេថែមទាំងអាចមានធម៌ពលឡើងមកដល់កម្រិតមហាទេពប្រយុទ្ធផ្កាយ9ទៀតផងតាមរយៈរឿងនេះគេបានបំបត្តិទាំងស្រុងនឹងការចាញ់ប្រៀបរវាងភាគីទាំងសងខាងបាត់ទៅហើយទាំងរូបគេហើយនឹងហ៊ុនធានទីគឺសុទ្ធតែជាមហាទេពប្រយុទ្ធផ្កាយ9ទាំងអស់ហើយដូច្នេះរវាងពួកគេគឺគ្មានគម្លាតធំទៀតនោះទេលុះត្រាតែពួកគេត្រូវធ្លាក់ចូលទៅក្នុងការប្រយុទ្ធស្លាប់រស់បើមិនអញ្ចឹងទេគ្មាននរណាម្នាក់អាចធ្វើអ្វីចំពោះអ្នកណាបាននោះទេប៉ុន្តែបើសិនជាមានការបោកបន្ថែមទាំងអណ្ដាតភ្លើងលេបស្រមោលគូយួនច្បាស់ជាមិនអាចប្រយុទ្ធជាមួយនឹងពួកគេទាំងពីរនាក់ដែលបានរួមដៃគ្នានោះបានឡើយហើយដូច្នេះហើយការបង្កើតជាសម្ព័ន្ធមួយគឺជាវិធីតែមួយគត់ដើម្បីចាត់ការជាមួយនឹងគ្រួសារត្រកូលហ៊ុននៅក្នុងពេលនេះអណ្ដាតភ្លើងលេបស្រមោលគឺធ្លាប់បានលេបយកនៅស្ដេចលេបវិញ្ញាណកាលពីពេលមុនហើយដូច្នេះហើយគេគឺមានសមត្ថភាពរបស់ស្ដេចលេបវិញ្ញាណផងដែរនៅក្នុងកាយភ្នែករបស់គ្រួសារត្រកូលហ៊ុនគ្រួសារបុរាណទាំងអស់គឺប្រៀបបានទៅនឹងដំណនៃខ្សែលោហិតរបស់ពួកគេយ៉ាងនោះដែរបើមិនអញ្ចឹងទៅហើយមានតែវិធីម្យ៉ាងគត់ដែលពួកយើងត្រូវតែប្រើគឺត្រូវតែរួមដៃគ្នាដើម្បីចាត់ការជាមួយនឹងគ្រួសារត្រកូលហ៊ុនឲ្យបានមានចេតនានៃការសម្លាប់ដ៏ខ្លាំងមួយបានកើតមានឡើងនៅខាងក្នុងសាលធំក្រោយពេលដែលពាក្យសម្ដីទាំងនេះត្រូវបាននិយាយចេញទៅវាបានធ្វើឲ្យស្បែករបស់មនុស្សទាំងអស់ប្រែទៅជាត្រជាក់បន្តិចទៀតផងព្រាមច្បងគូយួន
តែលោកចង់បានន័យថាពួកយើងត្រូវបង្កើតសម្ព័ន្ធមួយដើម្បីប្រយុទ្ធជាមួយនឹងគ្រួសារត្រកូលហ៊ុនរួមគ្នាអញ្ចឹងឬលេយីងបានសួរគ្មានជំរឿនផ្សេងក្រៅពីធ្វើបែបនេះទេព្រោះថាថាមពលដែលគ្រួសារត្រកូលហ៊ុនបានបញ្ចេញមកនៅក្នុងថ្ងៃនេះគឺវាអស្ចារ្យពេកហើយលើសពីនេះទៅទៀតគ្មាននរណាម្នាក់ដឹងទេថាតើគ្រួសារត្រកូលហ៊ុននៅមានសន្លឹកបៀពិសេសដតីអ្វីទៀតនោះពួកយើងពិតជាពិបាកនឹងស្មានដឹងពីគ្រួសារដ៏ចម្លែកមួយនេះណាស់គូយួនបានឆ្លើយតបដោយយឺតលេយីងហើយនឹងយៀនជីនបានប្រែទៅជាស្ងប់ស្ងាត់បើសិនជាវាបែបនោះទៅហើយគ្រួសាររបស់ពួកគេទាំងពីរច្បាស់ជាមានគ្រោះមហន្តរាយយ៉ាងធំជាមិនខានពួកគេពិតជាមិនចង់ឲ្យគ្រួសាររបស់ខ្លួនឯងត្រូវคล้ายទៅជាការបន្តនៃខ្សែលោហិតរបស់គ្រួសារត្រកូលហ៊ុននោះទេការចងសម្ព័ន្ធគឺពិតជាអាចទៅរួចឥឡូវនេះគ្រួសារត្រកូលហ៊ុនគឺមានគុជបុរាណដល់ទៅ7ចំណែកទៅហើយបើសិនជាពួកគេទទួលបាននៅចំណែកចុងក្រោយទៀតពួកគេប្រកាសជាដឹងថាភ្នូអធិទេពបុរាណធូសឺនៅទីណាហើយពួកគេនឹងបើកវាបានជាមិនខានមានពាក្យចចាមអារ៉ាមបាននិយាយថានៅខាងក្នុងនោះគឺមានការសម្ងាត់ដែលអាចធ្វើឲ្យមនុស្សឡើងថាមពលទៅកាន់កម្រិតអធិទេពប្រយុទ្ធបានបើសិនជាហ៊ុនធានទីអាចទទួលយកវាបានមែនមើលទៅវាប្រកាសជាដូចនឹងអ្វីដែលគេបាននិយាយនោះថាគេនឹងខ្លាចទៅជាអធិទេពប្រយុទ្ធដែលមិនមាននរណាម្នាក់អាចធ្វើវាបានក្នុងកំឡុងពេល1000ឆ្នាំមកនេះយ៉ាងពិតប្រាកដយៀនជីនបានលិតបបោមាត់របស់ខ្លួនឯងហើយនិយាយបន្តទៀតថាដល់ពេលនោះទ្វេកម្លាំងធាតុទាំងមូលនឹងត្រូវធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់ត្រកូលហ៊ុនទាំងស្រុងមនុស្សទាំងអស់គឺបានប្រែទៅជាស្ងប់ស្ងាត់បើសិនជាហ៊ុនធានទីពិតជាមានថាមពលទៅកាន់កម្រិតនោះមែនមើលទៅពួកគេទាំងអស់ច្បាស់ជាគ្មានលទ្ធភាពដើម្បីធ្វើការតបបានទៀតទេនៅចំពោះមុខអធិទេពប្រយុទ្ធសូម្បីតែគ្រួសារបុរាណដូចជាពួកគេទាំងនេះក៏ដោយក៏វាគ្មានតម្លៃដែលនឹងត្រូវរំលឹកពីឈ្មោះនោះដែរដល់ពេលនោះហ៊ុនធានទីប្រកាសជាអាចកំចាត់នៅគ្រួសារបុរាណទាំងអស់យ៉ាងងាយស្រួលដូចជាការក្រឡាប់បានដៃជាមិនខានគុជបំណែកចុងក្រោយគួរតែនៅលើខ្លួនរបស់សៀវយៀនត្រូវទេកែវភ្នែករបស់មនុស្សទាំងអស់បានប្រញាប់បែរសម្លឹងមើលទៅកាន់សៀវយៀនពួកគេគឺសុទ្ធតែបានឮនៅពាក្យសម្ដីរបស់ហ៊ុនធានទីមុនពេលដែលគេបានចាក់ចេញទៅនោះសៀវយៀនបានជ្រុញចិញ្ចាមបន្តិចនៅចំពោះមុខការសម្លឹងមើលមកដោយក្រសែភ្នែកជាច្រើនបែបនោះគេបាននិយាយដោយសម្ដីធ្ងន់ធ្ងរថាខ្ញុំត្រូវតែសង្គ្រោះឪពុករបស់ខ្ញុំឲ្យបានសំឡេងរបស់សៀវយៀនគឺខ្សោយប៉ុន្តែវាគ្មានភាពរង្គោះរង្គើសូម្បីតែបន្តិចនោះទេឯងក៏គួរតែដឹងពីលទ្ធផលហើយថាបើសិនជាហ៊ុនធានទីអាចបើកនៅភ្នូបុរាណរបស់អធិទេពធូសឺនោះតើវានឹងមានរឿងអ្វីកើតឡើងចិញ្ចាមពណ៌ក្រហមរបស់យៀនជីនគឺបានញាក់បន្តិចក្នុងខណៈពេលដែលគេបាននិយាយសៀវយៀននៅតែស្ងាត់ប៉ុន្តែគេគឺបានក្រវីក្បាលរបស់គេគុជបុរាណបំណែកចុងក្រោយគឺនៅនឹងខ្លួនគេមែនហើយឪពុករបស់គេគឺត្រូវបានចាប់ខ្លួនដោយគ្រួសារត្រកូលហ៊ុនអស់រយៈពេលជាង10ឆ្នាំមកហើយនៅពេលដែលគេបានគិតពីរឿងនេះម្ដងបេះដូងរបស់គេគឺហាក់ដូចជាមាននរណាម្នាក់ចាប់ច្របាច់យ៉ាងនោះដែរលើសពីនោះទៅទៀតគេក៏បានយល់យ៉ាងច្បាស់ថាគុជបុរាណមួយនេះគឺជាយន្តការពីឪពុករបស់គេបើសិនជាមិនមែនដោយសារតែមានគុជបុរាណនៅក្នុងដៃនោះទេមើលទៅឪពុករបស់គេប្រកាសជាបានជួបទៅនឹងការបញ្ចប់របស់គាត់បាត់ទៅហើយកែភ្នែករបស់គូយួនបានសម្លឹងមើលទៅកាន់សៀវយៀនបន្តិចក្រោយមកគេក៏បានដកដង្ហើមធំទាំងមានស្នាមញញឹមយ៉ាងជូរចត់បច្ចុប្បន្ននេះសៀវយៀនគឺមិនមែនជាជនឯកោដោយកាលពីមុនទៀតទេថាមពលរបស់គេក្នុងពេលបច្ចុប្បន្នគឺមិនត្រឹមតែអាចប្រយុទ្ធជាមួយនឹងពួកគេបានដោយបើកចំហនៅឡើយគេថែមទាំងមាននៅសម្ព័ន្ធភូមិគ្រឿងមេឃាដែលមានឥទ្ធិពលដ៏ខ្លាំងនៅពីក្រោយខ្នងរបស់គេទៀតផងបើសិនជាគ្រួសារបុរាណទាំង3ពិតជាចង់ធ្វើការប្រយុទ្ធគ្នាជាមួយនឹងគ្រួសារត្រកូលហ៊ុនសម្ព័ន្ធភូមិគ្រឿងមេឃាក៏ជាជំនួយដ៏ល្អបំផុតផងដែរហើយដូច្នេះហើយការដែលចង់ដណ្ដើមយកគុជបុរាណវាមិនមែនជាអ្វីដែលពួកគេអាចធ្វើបានបើទោះបីជាពួកគេគ្រាន់តែចង់មើលវាក៏ដោយឥឡូវនេះអ្វីដែលពួកយើងគួរតែធ្វើនោះគឺគួរតែប្រញាប់ប្រមូលនៅកម្លាំងជំនួយឲ្យបានលឿនបំផុតអ្នកចម្បាំងទាំងអស់នឹងត្រូវរួបរวมគ្នានៅក្នុងកំឡុងពេលកន្លះខែទៀតពួកយើងដាច់ខាតត្រូវតែដណ្ដើមយកគុជបុរាណពីក្នុងដៃរបស់គ្រួសារត្រកូលហ៊ុនមកវិញឲ្យបានគូយួនបានដកដង្ហើមធំមុនពេលដែលគេនិយាយរាងកាយរបស់លេយីងហើយនឹងយៀនជីនបានប្រែទៅជាញ័រក្រោយពេលដែលគេបានលើបែបនោះបើធ្វើដូចនោះមែនមិនបានន័យថាពួកគេនឹងត្រូវធ្លាក់ចូលទៅក្នុងសង្គ្រាមរវាងជាមួយនឹងគ្រួសារត្រកូលហ៊ុនបាត់ទៅហើយនៅក្នុងកំឡុងពេលកន្លះខែទៀតនេះសៀវយិនបានក្តាប់ដៃរបស់ខ្លួនឯង
មានដៃដែលត្រជាក់ដូចជាទឹកកកមួយបានឈោងចេញមកពីខាងក្រោយហើយចាប់ទៅលើដៃរបស់គេបានងាកមុខសម្លឹងមើលទៅកាន់ស៊ុនដែលនៅក្បែរនោះបន្ទាប់មកគេក៏បានសម្លឹងមើលទៅកាន់គូយួនហើយនិយាយថាលោកពូគូតើលោកពូដឹងពីវិធីដែលអាចធ្វើឲ្យបុព្វបុរសត្រកូលសៀវបុព្វបុរសគ្រួសារត្រកូលសៀវស៊ន់ដែលនៅឯភ្នូឋានសួគ៌នោះមានជីវិតឡើងវិញដែរទេគូយួនលៃយីងហើយនៅអ្នកដតីទៀតដែលនៅក្នុងសាលធំមានអារម្មណ៍ថាដៃរបស់ពួកគេបានប្រែទៅជាញ័រក្រោយពេលដែលបានស្ដាប់ឮនៅពាក្យថាស៊ៀវស៊ន់ឈ្មោះមួយនេះគឺបានបន្តដកយ៉ាងជ្រៅនៅក្នុងចិត្តរបស់ពួកគេតាំងពី1000ឆ្នាំមុនមកម្លេះនោះគឺជាមនុស្សតែម្នាក់គត់ដែលស្ទើរតែបានសម្លាប់ហ៊ុនធានទីកាលពីច្រើនឆ្នាំកន្លងផុតមកនេះបើតាមរូបភាពជាក់ស្ដែងស៊ៀវស៊ន់ដែលនៅឯភ្នូឋានសួគ៌គឺគ្រាន់តែជាបំណែកនៃវិញ្ញាណប៉ុណ្ណោះគេអាចបន្តមានវត្តមានរហូតមកដល់សប្តាហ៍នេះហើយនឹងមានធម៌ពលទៀតនោះគឺអាស្រ័យទៅលើប្រសិទ្ធភាពពិសេសរបស់ភ្នូឋានសួគ៌បើចង់ឲ្យគេមានជីវិតឡើងវិញពូខ្លាចថាវាមិនអាចទៅរួចនោះទេគូយួនបានដកដង្ហើមធំហើយនិយាយបើសិនជាពិតជាអាចធ្វើឲ្យស៊ៀវស៊ន់រស់ឡើងវិញបានមែនពួកគេច្បាស់ជាលែងមានបញ្ហាក្នុងការដែលចង់ចាត់ការជាមួយនឹងហ៊ុនធានទីទៀតហើយកែវភ្នែករបស់ស៊ៀវយៀនបានបង្ហាញចេញនៅការអស់សង្ឃឹមភ្លាមនៅពេលដែលគេបានលើកបែបនេះគេបានរក្សាភាពស្ងប់ស្ងាត់បន្តិចមុនពេលដែលគេបាននិយាយបន្តទៀតថាខ្ញុំចង់ចូលទៅក្នុងភ្នូឋានសួគ៌នោះម្ដងទៀតតើលោកពូអាចអនុញ្ញាតបានដែរទេគូយួនគឺមានការភ្ញាក់ផ្អើលបន្តិចគេមានការស្ទាក់ស្ទើរនៅក្នុងចិត្តមុនពេលដែលគេបានងក់ក្បាលដោយយឺតហើយឆ្លើយតបថាបើសិនជាក្មួយចង់ធ្វើបែបនោះពូនឹងឲ្យក្មួយចូលទៅចុះប្រហែលជាក្មួយអាចជួបជាមួយនឹងស៊ៀវស៊ន់ហើយគេប្រហែលជាមានវិធីដើម្បីធ្វើឲ្យខ្លួនឯងមានជីវិតរស់ឡើងវិញក៏ថាបានមានរាងកាយរបស់មនុស្សប៉ុន្មានអ្នកកំពុងតែអណ្ដែតខ្លួននៅលើអាកាសនៅឯភ្នំដ៏ជ្រៅមួយរបស់គ្រួសារត្រកូលគូកែភ្នែករបស់ពួកគេបានសម្លឹងមើលទៅកាន់លំហអាកាសដែលនៅខាងលើជួរភ្នំមួយនេះមើលទៅហាក់ដូចជាពួកគេបានសម្លឹងមើលធ្លុះលំហអាកាសហើយមើលឃើញនៅរាងកាយរបស់មនុស្សម្នាក់ដែលធ្លាប់ជាកម្ពុជាអ្នកខ្លាំងបំផុតនៅលើទ្វីបកម្លាំងធាតុមួយនេះទៀតផងទឹកមុខរបស់ពួកគេគឺពិតជាមានភាពស្មុគស្មាញយ៉ាងខ្លាំងស៊ៀវយៀនភ្នូបុរាណនឹងបើកឡើងជារៀងរាល់រយៈពេល20ឆ្នាំម្ដងហើយដូច្នេះបើសិនជាយើងរាប់ពីពេលវេលាវានៅមានរយៈពេលយូរទៀតមុនពេលដែលអាចបើកឡើងសារជាថ្មីគូយួនបានដាក់ដៃទាំងពីររបស់គេទៅក្រោយកែភ្នែករបស់គេបានសម្លឹងមើលទៅកាន់លំហអាកាសក្នុងខណៈពេលដែលគេបាននិយាយបន្តទៀតថាទោះបីជាយ៉ាងណាក៏ដោយពូនឹងបើកច្រកទ្វារភ្នូឋានសួគ៌ដោយបង្ខំហើយឲ្យឯងចូលទៅខាងក្នុងម្ដងទៀតប៉ុន្តែឯងត្រូវតែចាំថាមិនត្រូវនៅទីនោះយូរជាងរយៈពេល1ឆ្នាំនោះទេបើមិនអញ្ចឹងឯងនឹងត្រូវហាមឃាត់ដោយភ្នូឋានសួគ៌ដោយខ្លួនឯងជាមិនខានខ្ញុំសូមពឹងទៅលើលោកពូគូហើយស៊ៀវយៀនបានងក់ក្បាលគេបានដឹងយ៉ាងច្បាស់ថារយៈពេល1ខែនៅខាងក្នុងភ្នូឋានសួគ៌គឺស្មើនឹងរយៈពេល5ថ្ងៃនៅឯពិភពខាងក្រៅហើយដូច្នេះហើយរយៈពេល1ឆ្នាំនៅខាងក្នុងនោះគឺវាស្មើនឹងរយៈពេលជាង2ខែនៅឯពិភពខាងក្រៅនេះប៉ុន្តែគ្រួសារត្រកូលហ៊ុនគឺបានផ្ដល់ពេលវេលាឲ្យគេត្រឹមតែកន្លះខែប៉ុណ្ណោះហើយដូច្នេះហើយវាពិតជាមិនអាចទៅរួចនោះទេក្នុងការដែលគេនឹងបន្តនៅទីនោះបានយូរនោះតើឯងច្បាស់ទេថានឹងមិនឲ្យនរណាម្នាក់កំដរឯងចូលទៅខាងក្នុងនោះគូយួនបានសួរឡើងម្ដងទៀតស៊ៀវយៀនបានក្រវីក្បាលតែមានស្នាមញញឹមជាមួយនឹងធម៌ពលរបស់គេនៅក្នុងពេលបច្ចុប្បន្ននេះមើលទៅគឺគ្មាននរណាម្នាក់ឡើយដែលអាចធ្វើឲ្យគេមានគ្រោះថ្នាក់បាននោះក្រៅពីស៊ៀវស៊ន់គូយួនក៏មិនបាននិយាយអ្វីទៀតដែរក្រោយពេលដែលបានមើលឃើញនឹងការបដិសេធរបស់ស៊ៀវយៀនហើយនោះគេបានក្រវិះដៃឡើងមុនពេលដែលមានធម៌ពលពីធម្មជាតិមួយបានបក់ឆ្លងកាត់ទៅមនុស្សគ្រប់គ្នាគឺសុទ្ធតែអាចស្ដាប់ឮនៅសំឡេងខ្យល់ដែលបានបន្លឺឡើងហើយភ្លាមបន្ទាប់ពីនោះលំហអាកាសក៏ចាប់ផ្ដើមមានការប្រែប្រួលយ៉ាងខ្លាំងមានស្នាមប្រេះពណ៌ខ្មៅដ៏ធំមួយបានចាប់ផ្ដើមញែកចេញពីគ្នាក្រោយពេលដែលមានការប្រែប្រួលនៃធម៌ពលបានកើតមានឡើងស៊ៀវយៀនកុំភ្លេចត្រូវតែឆាប់ត្រឡប់មកវិញគូយួនបានបញ្ចេញសម្រែកឡើងក្នុងគណៈពេលដែលគេសម្លឹងមើលទៅកាន់ស្នាមប្រេះអវកាសដែលគេទើបតែបានធ្វើឲ្យញែកចេញពីគ្នានោះបាទលោកពូស៊ៀវយៀនបានងក់ក្បាលគេមិនមានការស្ទាក់ស្ទើរអ្វីទៀតឡើយដៃរបស់គេសំទុះគេបានយកដៃទៅអង្អែលពីលើសក់របស់ស៊ុនថ្នមមុនពេលដែលរាងកាយរបស់គេបានកម្រើកស៊ៀវយៀនបានប្រែទៅជាពន្លឺរស្មីមួយដែលបានហោះតម្រង់ទៅកាន់ស្នាមប្រេះហើយក៏បានបាត់ខ្លួនទៅដៃរបស់គូយួនបានប៉ះទៅលើលំហអាកាសដែលទទេ
ក្រោយពេលដែលគេមើលឃើញសៀវយានបានបាត់ខ្លួនចូលទៅក្នុងស្នាមប្រេះអវកាសហើយនោះបន្ទាប់មកស្នាមប្រេះមួយនោះក៏បានបាត់ខ្លួនទៅដោយយឺតវិញគេបានសម្លឹងមើលទៅកាន់ទឹកមុខដែលពោពេញទៅដោយការព្រួយបារម្ភរបស់ស៊ុនអឺមុនពេលដែលគេបានបញ្ចេញសំណោចដោយមិនដឹងខ្លួនរួចនិយាយថាកុំបារម្ភអីគ្មានអ្វីកើតឡើងចំពោះគេទេស៊ុនអឺបានងក់ក្បាលបន្តិចក្រោយពេលដែលបានឮបែបនោះនៅខាងក្នុងភ្នូឋានសួគ៌គឺត្រូវបានគ្របដណ្ដប់ទៅដោយពពកអាប់ភាពស្ងប់ស្ងាត់ហើយនឹងកណ្ដោចកណ្ដែងគឺជាអ្វីតែមួយគត់ដែលមាននៅក្នុងពិភពមួយនេះលំហអាកាសដែលពោពេញទៅដោយផ្ទាំងអាប់គឺបានប្រែទៅជាខូចទ្រង់ទ្រាយភ្លាមមុនពេលដែលមានរាងកាយរបស់មនុស្សម្នាក់បានបង្ហាញខ្លួនឡើងហើយបោះជំហានដើរនៅលើអាកាសកាយភ្នែករបស់គេបានសម្លឹងមើលទៅកាន់បរិយាកាសដែលគេធ្លាប់បានឃើញកាលពីមុនហើយបញ្ចេញនូវខ្យល់ដកដង្ហើមដ៏ធំដោយមិនដឹងខ្លួនគេគ្រាន់តែជាទេវតាប្រយុទ្ធម្នាក់ប៉ុណ្ណោះកាលពីពេលដែលគេបានមកដល់ទីនេះលើកដំបូងឥឡូវនេះគេបានក្លាយទៅជាអ្នកខ្លាំងកំពូលម្នាក់បាត់ទៅហើយនៅក្នុងទ្វីបកម្លាំងធាតុទាំងមូលកាយភ្នែករបស់សៀវយានបានក្រឡេកមើលចុះឡើងនៅជុំវិញបរិវេណនោះហើយចំហាយនៃថាមពលវិញ្ញាណរបស់គេក៏បានរីករាលដាលចេញទៅស្លាបឆ្អឹងមួយគូដែលនៅលើខ្នងរបស់គេក៏បានទទះឡើងមុនពេលដែលរាងកាយរបស់គេបានប្រែក្លាយទៅជាពន្លឺមួយដែលបានសម្រុកទៅកាន់ភ្នែកដ៏ជ្រៅបំផុតនៃភ្នូឋានសួគ៌ព្យុះកំណាចរបស់ភ្នូឋានសួគ៌ដែលធ្លាប់ជាគ្រោះថ្នាក់ដ៏ធំបំផុតនៅក្នុងកាយភ្នែករបស់គេកាលពីពេលមុននោះគឺលែងជាការគំរាមកំហែងសម្រាប់រូបគេទៀតហើយនៅខាងក្នុងភ្នូឋានសួគ៌នេះគឺពោពេញទៅដោយរាងកាយដែលមានថាមពលច្រើនរាប់មិនអស់បាទតាមពិតទៅរាងកាយថាមពលនឹងគឺដូចជារាងកាយវិញ្ញាណរបស់គ្រូសៀវយានកាលពីពេលមុនអញ្ចឹងបាទគឺមានតែវិញ្ញាណអញ្ចឹងគឺឃើញរាងសម្អល់អញ្ចឹងណាបាទប៉ុន្តែនៅក្នុងភ្នូឋានសួគ៌នឹងគេប្រើពាក្យថារាងកាយវិញ្ញាណទេគេហៅថារាងកាយថាមពលវិញបាទនៅខាងក្នុងភ្នូឋានសួគ៌នេះគឺពោពេញទៅដោយរាងកាយថាមពលច្រើនរាប់មិនអស់ហើយក៏មិនខ្វះនៅវត្តមានអ្នកដែលមានថាមពលខ្លាំងនោះដែរបើទោះបីជាយ៉ាងណាក៏ដោយសូម្បីតែវត្តមានរបស់អ្នកដែលខ្លាំងទាំងអស់នោះក៏ដោយក៏ពួកគេគ្រាន់តែអាចបង្ហាញចេញនូវភាពតក់ស្លុតក្រោយពេលដែលមានអារម្មណ៍ទទួលដឹងពីសម្ពាធនៃថាមពលដ៏ខ្លាំងដែលកំពុងតែហោះឆ្លងកាត់ផ្ទៃមេឃប៉ុណ្ណោះគ្មាននរណាគេម្នាក់ហ៊ានបញ្ឈប់នៅរាងកាយមួយនេះឡើយអ្វីដែលពួកគេអាចធ្វើបានគឺគ្រាន់តែជាការសម្លឹងមើលទៅកាន់រាងកាយដែលបានបាត់ខ្លួនចេញពីកាយភ្នែករបស់ពួកគេត្រឹមតែមួយប្រព្រឹត្តភ្នែកនោះជាមួយនឹងល្បឿនរបស់សៀវយាននៅក្នុងពេលបច្ចុប្បន្ននេះហើយដោយគ្មានការរាំងស្ទះពីអ្វីទៀតនោះទើបគេអាចធ្វើដំណើរទៅដល់ទីតាំងដែលជ្រៅបំផុតនៃភ្នូឋានសួគ៌ក្នុងរយៈពេលតែប៉ុន្មានម៉ោងដ៏ខ្លីប៉ុណ្ណោះកាលពីពេលដែលគេបានចូលមកដល់ទីនេះលើកដំបូងគេបានចំណាយដល់ទៅជាច្រើនខែឯណោះមានរាងកាយមនុស្សម្នាក់ដែលពាក់ឈុតក្រោះពណ៌លោហិតកំពុងតែអង្គុយនៅពីលើសសរថ្មដ៏ខ្ពស់មួយដែលជាទីតាំងដ៏ច្របូកច្របល់ស្ថិតនៅក្នុងតំបន់ដ៏ជ្រៅបំផុតនៃភ្នូឋានសួគ៌មានកាំបិតពណ៌លោហិតដែលពោពេញទៅដោយក្លិនឆ្អាបឈាមស្ថិតនៅពីក្រោយខ្នងរបស់គេទៀតផងនៅទីនោះក៏មានរាងកាយថាមពលជាច្រើនផងដែរដែលនៅពោពេញតំបន់ដែលមានផ្ទាំងថ្មច្របូកច្របល់ទាំងនេះទោះបីជាយ៉ាងណាក៏ដោយផ្ទៃមុខរបស់ពួកគេគឺមានការភ័យខ្លាចក្នុងខណៈពេលដែលពួកគេសម្លឹងមើលទៅកាន់រាងកាយមនុស្សពណ៌លោហិតមួយនោះគ្មាននរណាម្នាក់ហ៊ានធ្វើអ្វីឲ្យមានការរំខានដល់គេនោះទេមានរាងកាយជាច្រើនដែលស្ថិតនៅក្នុងតំបន់ដែលពោពេញទៅដោយផ្ទាំងថ្មបែកបាក់ប៉ុន្តែគ្មានពួកគេណាម្នាក់ហ៊ានហាមាត់និយាយអ្វីឡើយហើយដូច្នេះសម្លេងខ្យល់បក់ចូលមកដែលនៅលើមេឃគឺបានធ្វើឲ្យរាងកាយថាមពលដែលស្ថិតនៅក្នុងតំបន់មួយនេះទាំងអស់ដែលសុទ្ធតែជាទេវតាប្រយុទ្ធថ្នាក់កំពូលនោះបាននាំគ្នាក្រោកឈរឡើងភ្លាមតែម្ដងកាយភ្នែករបស់ពួកគេគឺបានបង្ហាញចេញនូវពន្លឺដ៏ត្រជាក់ក្នុងខណៈពេលដែលពួកគេសម្លឹងមើលទៅកាន់ទិសដៅរបស់សម្លេងខ្យល់ដែលបានបក់ចូលមកពីចម្ងាយនោះនេះគឺជាទឹកដីរបស់មហាទេពស៊ូតៅតើនរណាដែលហ៊ានធ្វើទង្វើដ៏ប្រហើនបែបនេះរាងកាយមនុស្សដែលមានឈុតក្រោះពណ៌លោហិតបានបើកភ្នែករបស់គេឡើងក្នុងខណៈពេលដែលរាងកាយថាមពលបានបង្ហាញចេញនៅពន្លឺដ៏កំណាចតាមរយៈកាយភ្នែករបស់ពួកគេទាំងនោះគេបានជ្រុញចិញ្ចើមហើយសម្លឹងមើលទៅកាន់ទីតាំងដែលសម្លេងខ្យល់នោះបានបញ្ជូនមកភ្លាមនោះដែរមានសម្លេងក្រហឹមដ៏ត្រជាក់មួយបានបន្លឺឡើងហើយកំបិតលោហិតដែលនៅពីក្រោយខ្នងរបស់គេក៏បានហោះចេញទៅមុនពេលដែលវាបានប្រែទៅជាពន្លឺពណ៌លោហិតក្នុងខណៈពេលដែលវាបានហោះតម្រង់ទៅកាន់ទីតាំងរបស់សម្លេងខ្យល់ពន្លឺពណ៌លោហិតនោះបានបាញ់ចូលទៅក្នុងអាប់ដ៏ក្រាស់ប៉ុន្តែមុនពេលដែលអ្នកដទៃអាចធ្វើការអបអរសាទរចំពោះគេបានស្រាប់តែពន្លឺពណ៌លោហិតនោះបានបាញ់ត្រឡប់មកវិញអ្នកទាំងអស់គ្នាគឺសុទ្ធតែបានឮសូរសំឡេងពើងមុនពេលដែលកំបិតលោហិតបានបាញ់តម្រង់មកកាន់សសរថ្មដែលស្ថិតនៅខាងក្រោមរាងកាយមនុស្សពណ៌លោហិតមួយនោះ
សូម្បីតែដងកំបិតក៏ត្រូវបានកប់ចូលយ៉ាងជ្រៅទៅក្នុងសសរថ្មនោះដែរ មហាទេពស៊ូទៅពួកយើងមិនបានជួបគ្នារយៈពេលជាច្រើនឆ្នាំណាស់មកហើយប៉ុន្តែលោកនៅតែមិនព្រមទទួលរាក់ទាក់ខ្ញុំដោយកក់ក្ដៅទៀតបាទសូមអរគុណអញ្ចឹងយើងសូមស្លេះត្រឹមប៉ុណ្ណេះសិនរងចាំជួបគ្នានៅភាគបន្ទាប់បាទសម្រាប់ថ្ងៃនេះមេបាក់សូមជម្រាបលា